Và những xua bằng phổ tầng học này ở thằng này nàyในក្នុងវីដេអូที่ខ្ញុំលាវបាទតាក់ទងទៅនឹងវិធីដើម្បីនៅក្នុងការឆ្លើយសំណួរឲ្យបានត្រឹមត្រូវរាល់គ្រប់សំណួរដែលគេសួរជាពិសេសតាក់ទងទៅនឹងការប្រឡងដូចជាយើងប្រឡងយកប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិណាបាក់ឌុបប្រឡងចូលមហាវិទ្យាល័យសាកលវិទ្យាល័យនានាប្រឡងយកអាហារូបករណ៍ណាក្នុងប្រទេសក្រៅប្រទេសក្តីឬក៏យើងប្រឡងដែលយើងបានដាក់ពាក្យណាយើងប្រឡងចូលធ្វើការនៅតាមក្រសួងស្ថាប័នផ្សេងថាតើយើងមានវិធីសាស្ត្របែបណានៅក្នុងការឆ្លើយរាល់សំណួរដែលគេសួរយើងឲ្យបានត្រឹមត្រូវឬក៏យើងថាអាចឆ្លើយឲ្យបានគ្រប់សំណួរដែលគេសួរណាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំឡាយនេះខ្ញុំចង់ចែករំលែកណាដល់បងប្អូនទាំងអស់គ្នាបាទជាពិសេសបងប្អូនបាទដែលកំពុងតែសិក្សាបងប្អូនសិស្សានុសិស្សហើយនិងនិស្សិតដែលរៀននៅតាមមហាវិទ្យាល័យសាកលវិទ្យាល័យនានាអញ្ចឹងដើម្បីឆ្លើយរាល់សំណួរដែលគេសួរបានបញ្ហា2ណាដែលយើងត្រូវគិតបញ្ហាសំខាន់2ទី1បងប្អូនត្រូវដឹងណាសំណួរហ្នឹងមុននឹងយើងឆ្លើយមិនថាសំណួរបើកឬក៏សំណួរបិទទេវាមាន2ចំណុចសំខាន់មុននឹងបងប្អូនឆ្លើយយើងត្រូវសិក្សាទៅលើសំណួរហ្នឹងសិនសិក្សាទៅលើសំណួរទៅលើ2ចំណុចសំខាន់ទៅលើសំណួរហ្នឹងដែលមានអីខ្លះទី1អូនត្រូវមើលតាក់ទងទៅនឹងពាក្យកន្លឹះនៅក្នុងសំណួរហ្នឹងណាបាទឲ្យបានច្បាស់ថាតើនៅក្នុងសំណួរហ្នឹងវាមានពាក្យកន្លឹះសំខាន់អីខ្លះពាក្យកន្លឹះយ៉ាងម៉េចឥឡូវខ្ញុំឧទាហរណ៍សំណួរមួយចុះណាឧទាហរណ៍ថាគេឲ្យយើងនិយាយពីសិលធម៌វិជ្ជាជីវៈអញ្ចឹងសំណួរនឹងដែលមុននឹងយើងឆ្លើយសំណួរនឹងបានយើងត្រូវទី1ស្គាល់ពាក្យកន្លឹះឲ្យច្បាស់ថាតើពាក្យកន្លឹះនៅក្នុងសំណួរហ្នឹងមួយណាដែលសំខាន់ណាពាក្យដែលហៅថាជា main word អញ្ចឹងយើងត្រូវរកឲ្យឃើញហើយយើងត្រូវយល់ពាក្យកន្លឹះហ្នឹងឲ្យច្បាស់ទៅយើងអាចឆ្លើយសំណួរនឹងបានឧទាហរណ៍ដូចសំណួរមិញដែលគេសួរអញ្ចឹងថាគេឲ្យយើងនិយាយពីសិលធម៌វិជ្ជាជីវៈអញ្ចឹងយើងត្រូវយល់មើលស្វែងរកពាក្យកន្លឹះនៅក្នុងសំណួរហ្នឹងអញ្ចឹងបើយើងមើលនៅក្នុងសំណួរនេះសឹងថាពាក្យកន្លឹះគឺសំណួរនឹងទាំងមូលតែម្ដងណាហើយយើងអាចថាបែងទី1សិលធម៌ស្អីសិលធម៌ណាទី2វិជ្ជាជីវៈព្រោះនេះសំណួរខ្លីផងចុះបើសំណួរវែងយើងពិបាករកពាក្យកន្លឹះមិនដឹងថាជាពាក្យមួយណាដែលជាពាក្យកន្លឹះសំខាន់នៅក្នុងសំណួរហ្នឹងដែលគេចង់សួរណាអញ្ចឹងនេះសំណួរខ្លីអញ្ចឹងយើងងាយស្រួលរកពាក្យកន្លឹះអញ្ចឹងគេឲ្យណាអញ្ចឹងនៅក្នុងសំណួរនេះគឺពាក្យកន្លឹះនេះគឺសិលធម៌និងវិជ្ជាជីវៈហ្នឹងឯងហើយបូកចូលគ្នាសិលធម៌វិជ្ជាជីវៈ
chẳng cả na dương rộp bị cái lưới khơi như hói dương thử đẳng thử che đi ắt phần này nó bỏ bị cái lưới nắng ta vì miền đây dạng mấy vì sao là thổ nó ấy sao là thổ nó chẳng dương thử squall vì sao là thổ là sao là thổ chỉ ấy đó sầm đại từ lưới cái buồn cho bắp đó sầm rạp ở bên mình lúc nói và bật tay ông pơ là ó ghi chát nơi ông pơ ở cọ nó dương sao là thổ nó như vô này bị cái lưới mui mui ở chỗ bàn cho vị chi chỉ viện vị chi chỉ viện dương vô tháng vị chi chỉ viện về sầm đại từ lưới một bình này như thế một là bò càng nhiều xí nữa là dương thưa mà một là bò chỉ kêu riêng chỉ kêu pet chỉ bản lý chỉ thể hiện đó dương thưa khang cả sự cam khang càng nhiều sai chấm ca rồi có càng nhiều ấy thế của nó đi su pi sao là thôi chi gì vậy tôn là một là bò càng nhiều bò dưỡng chẳng như thời squall bị vô bị cần lưng như mùi ở chỗ bà squall ấy sao là thó squall ấy tới vị trí chỉ vậy anh dương vô bị cần lưng hói chỗ bà hói anh nắng chia chùm hiên chi mũi nhé là dương ai chloi sần luôn nó bà cái tí pì sợi kỹ và to pì dương vui bị cần lưng được nông sầm nu nâng háo dương thời vui pì cô bồng nó rồi bỏ sầm nu tiết thà táo sầm nu cái trong su pì ấy đôi cả lần này sầm nu mình chẳng cứ cái ao dương này dí tí sao là thó về chí chi viện và cái ọt phải chẹ thà về chi viện ấy muối nè chi gì vậy tu từ đó cái tha sao là thôi chi gì vậy chỉ kêu riêng chỉ kêu pet đó chỉ mê thị vi chỉ chào còng chỉ ấy đó cái phải chẹn chẳng tí này cái xu nó không về chi gì vậy một là bo càng nghĩ tu từ chẳng như thời vua pi cô non sầm nu bài nắng này pi nó trong là pi sầm khăn thời vua là cho ba pi cô mầm non đây sầm nu làm đây cầm ơi dương chloi tới cái chạ và thiền đó chạ sầm nu với khóc và sân chỉ cái oi bị vua dân tới và sân chỉ cái oi bằng hai nhé bây lực tò ho phải chẹn chứ coi dương lực dân tới đó chẳng sầm nu đấy cứ cái ao dương này với phía sau là thó về chí chi vậy chẳng có nhưng thời vua là cho bà đi cô mầm non nó bỏ sầm nu tí pì chẳng khi nhom sờ rọc màu vĩnh mà bay chloi sầm nu mùi bán vì khi ti muối cứ chương trời xoay rau bị cần lực còn lực nông sầm nu nó ở khứ thà táo pia mùi nó đấy chỉ men vờ nó chỉ pia đa sầm khăn nơi không sầm nu nó để cái trong xú nó rồi khứ nói sắc xa xoay vô đây pia gần lưng nó ở chỗ bạc và toạp máu pi tí cứ dương thời vô pi cô bồng nó rồi bỏ sầm nu thà táo sầm nu nó cái trong xú pi ấy chẳng pi chầm đợt nó cứ sầm khánh đại thưa ao dương ai chloi rồi sầm nu để cái xù bà và mình pha sầm nu bán cái co sầm nu bật tí chỉ bị sát cứ kẹt ton lên sầm nu bài nó cứ sầm khánh đấy kẹt ton thành năng pi chầm đợt nó cứ ôn thơm mất con ôn thấm mấy ao rồi khơi
ពាក្យកលឹះនឹងយល់ពីគោលបំណងរបស់សំណួរនេះគឺយើងអាចឆ្លើយបានហើយឆ្លើយទៅវាត្រូវវាអត់ចាក់សំណួរវាអត់ចាក់ប្រធានបើយើងនិយាយពីតៃសេចក្តីវាអត់ចាក់ប្រធានអញ្ចឹងសំខាន់ណារាល់គ្រប់សំណួរដែលគេសួរនោះគឺយើងត្រូវយល់ពីចំណុចហ្នឹងសំខាន់អញ្ចឹងយើងអាចឆ្លើយបានព្រោះពេលខ្លះសំណួរខ្លះនៅពេលដែលយើងអត់ចេះយើងអត់ចាំក៏យើងអាចឆ្លើយបានខ្លះដែរនៅពេលដែលយើងយល់ពីពាក្យកលឹះសំខាន់នៅក្នុងសំណួរហ្នឹងយើងយល់ពីគោលបំណងរបស់សំណួរហ្នឹងយើងអាចគិតឆ្លើយបានទោះបីថាយើងមិនចាំក៏យើងអាចយល់ណាយល់បានយើងអាចឆ្លើយយើងគិតហើយពេលប្រឡងខ្ញុំចង់និយាយថាតាក់ទងទៅនឹងរាល់ការប្រឡងនេះក៏ដោយសូមកុំឲ្យអង្គុយបៀនបិចកុំឲ្យយកกระดาษសទៅដាក់ចោលណាតែទេយកกระดาษសទៅទេទៅដាក់ណាយើងចេះសំណួរណាយើងធ្វើសំណួរហ្នឹងទៅមុនទៅហើយយើងបង់លេខរៀងទៅឲ្យច្បាស់ទៅតាមសំណួរវិញ្ញាសាដែលគេសួរយើងណាចេះណាយើងធ្វើអាហ្នឹងមុនទៅហើយសំណួរណាដែលយើងមិនចេះយើងអាចលេខទុកធ្វើពេលក្រោយទៅក៏បានដែរកុំឲ្យខាតពេលជួនកាលសំណួរទី1យើងចេះសំណួរទី2យើងអត់ចេះហើយយើងចេះសំណួរទី3អញ្ចឹងដល់ពេលយើងចង់ធ្វើតាមលំដាប់យើងត្រូវគាំងអាសំណួរទី2ហ្នឹងអង្គុយគិតអញ្ចឹងវាខាតពេលអញ្ចឹងបើមានម៉ោងកំណត់អញ្ចឹងគឺវាបង្កជាផលរំខាននៅក្នុងការឆ្លើយសំណួរជាបន្តទៅទៀតអញ្ចឹងយើងຕົកឆ្លើយវានៅពេលក្រោយមកសំណួរដែលយើងមិនចេះហើយដល់យើងឆ្លើយសំណួរដែលយើងចេះហើយដល់អាសំណួរដែលយើងមិនចេះចុងក្រោយហ្នឹងដូចខ្ញុំនិយាយអំបញ្ញមិញអញ្ចឹងគឺថាវិធីដើម្បីឲ្យឆ្លើយបានខ្លះគឺយើងត្រូវយល់ពីពាក្យកលឹះរកពាក្យកលឹះឲ្យឃើញហើយយល់ពីអត្ថន័យរបស់ពាក្យកលឹះនៅក្នុងសំណួរហ្នឹងឲ្យច្បាស់ហើយទី2គឺយើងត្រូវយល់ពីគោលបំណងរបស់សំណួរហើយយើងឆ្លើយព្យាយាមគិតពិចារណាហើយឆ្លើយឲ្យបានខ្លះមកកុំឲ្យបងលេខណាចោលតែទេអត់មានទៅសេណាឬក៏យើងអត់ចេះយើងយកกระดาษសទៅដាក់ចោលទៅទេគឺវាខាតព្រោះពេលប្រឡងខ្លះគឺបើសិនជាយើងអត់បានបន្ទុកដល់កំណត់ដល់ហៅថា maximum ណាឬក៏កម្រិតបន្ទុកដែលគេអបបរមាដែលគេកំណត់ខ្វះតែកន្លះបន្ទុកខ្វះមួយបន្ទុកក៏វាអាចធ្លាក់បានណាអញ្ចឹងការព្យាយាមគិតឲ្យទៅសេនេះគឺវាអាចជួយយើងបានផងដែរអាចឲ្យយើងជាប់កាលណាយើងទៅសេណាបើប៉ះអ្នកកែបើគាត់ចិត្តទលាយអញ្ចឹងទៅគាត់អានបាទសំណួរនឹងយើងអត់ចេះក៏ដោយណាយើងគិតយើងពិចារណាណាដូចខ្ញុំនិយាយអំបញ្ញមិញអញ្ចឹងទៅហើយទៅសេទៅសេបានខ្លះប៉ះអ្នកកែគាត់ចិត្តទលាយគាត់អានទៅឃើញថាការនិយាយរបស់យើងវាមានហេតុផលសមរម្យឬក៏អាចត្រូវបានខ្លះគេអាចឲ្យបន្ទុកយើងបានខ្លះជួនកាលបានតែកន្លះបន្ទុកមួយបន្ទុកក៏វាអាចជួយយើងឲ្យជាប់បានដែរវាប្រសើរជាជាងយើងយកกระดาษសទៅទេទៅដាក់ឬក៏ទុកសំណួរនឹងចោលមិនទៅសេអីសោះអញ្ចឹងវាអាចខាត
វាធ្វើឲ្យយើងធ្លាក់ទៀតតែបើយើងទៅសេយើងគិតជាយាមទៅសេឲ្យបានខ្លះមកវាអាចជួយយើងឲ្យជាប់ណាជួនកាលអាកន្លះបន្ទុកមួយបន្ទុកហ្នឹងវាជួយយើងឲ្យជាប់បានចៃដន្យយើងខ្វះតែកន្លះបន្ទុកយើងទៅសេអាសំណួរហ្នឹងបានខ្លះគេកែទៅគេឃើញគេឲ្យយើងបានខ្លះក៏យើងអាចជាប់បានអានេះគឺវិធីសាស្ត្រនៅក្នុងការឆ្លើយរាល់សំណួរបែបណាក៏ដោយសំណួរពិសេសនៅពេលដែលយើងប្រឡងនោះហើយទាំងសំណួរយើងចេះសំណួរយើងមិនចេះក៏ដោយគឺយើងត្រូវគិតទៅលើពីរចំណុចហ្នឹងដែលសំខាន់ដែលបងប្អូនឬក៏បងប្អូនសិស្សានុសិស្សនិស្សិតណាយើងអាចយកមកគិតទៅលើពីរចំណុចហ្នឹងដើម្បីឆ្លើយនៅសំណួរដែលគេសួរអញ្ចឹងវាអាចជួយយើងបានអញ្ចឹងខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំចែកម្លែកគឺបានជាប្រយោជន៍ណាសម្រាប់យកទៅគិតណាយកទៅពិចារណាប្រើប្រាស់នៅក្នុងពេលប្រឡងឬក៏នៅក្នុងការឆ្លើយសំណួរដែលគេសួរក៏មិនអាចធ្វើឲ្យយើងអាចឆ្លើយសំណួរនឹងបានទោះបីយើងមិនចេះបើយើងចេះយើងចាំអានោះវាជាការប្រសើរសម្រាប់យើងហើយចុះបើយើងអត់ចេះណាអត់ចេះសំណួរហ្នឹងគឺវិធីហ្នឹងហើយណាដែលអាចជួយយើងឲ្យឆ្លើយបានសំណួរហ្នឹងបានខ្លះអញ្ចឹងខ្ញុំនិយាយឡើងវិញទៅដើម្បីឆ្លើយវិធីសាស្ត្រនៅក្នុងការឆ្លើយសំណួរមួយឲ្យបានជាពិសេសនៅពេលដែលយើងអត់ចេះណាសំណួរហ្នឹងគឺវិធីទី1គឺយើងត្រូវស្វែងរកពាក្យកលឹះឲ្យឃើញហើយសិក្សាស្វែងយល់ឲ្យច្បាស់ពីពាក្យកលឹះហ្នឹងឲ្យយល់ថាពាក្យកលឹះហ្នឹងមានន័យយ៉ាងម៉េចបន្ទាប់មកទី2គឺយើងត្រូវយល់ពីគោលបំណងរបស់សំណួរឲ្យច្បាស់ថាគេចង់សួរពីអីអញ្ចឹងគឺពីរចំណុចហ្នឹងគឺយើងអាចយកទៅប្រើប្រាស់ដើម្បីគិតពិចារណាដើម្បីឲ្យយើងអាចឆ្លើយបានរាល់គ្រប់សំណួរដែលគេសួរណាបានខ្លះបើយ៉ាងហោចណាស់បានខ្លះអញ្ចឹងព្យាយាមទៅសូមកុំឲ្យអង្គុយបៀនបិចជឿបៀនបិចឬក៏ទុកกระดาษសចោលទៅទេមិនទៅសេអីសោះគេមិនដឹងឲ្យពិន្ទុយើងយ៉ាងម៉េចទេណាតែបើយើងទៅសេបានខ្លះដូចខ្ញុំថាអញ្ចឹងហើយណាគេអានទៅបើសិនជាយើងមានកំណត់សមហេតុផលគេអាចឲ្យពិន្ទុយើងបានខ្លះអញ្ចឹងអាខ្លះហ្នឹងបានកន្លះក្តីបានមួយកន្លះពិន្ទុក្តីបានមួយពិន្ទុក្តីក៏អាចជួយឲ្យយើងជាប់បានដែរបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនិយាយតែប៉ុណ្្នឹងណា